បងចេះលេង Mobile Legends អត់ខ្ញុំឈ្មោះ Lily ឈ្មោះនៅក្នុង game របស់ខ្ញុំគឺចូលចូលមែនចូលដូចឈ្មោះឲ្យកុំយកច្រឡំហើយ hero ដែលខ្ញុំចូលចិត្តលេងនៅក្នុង Mobile Legends គឺ Nana skin កូនដំរីនេះឃើញអត់ខ្ជូតដូចកូនដំរីអញ្ចឹងអូយអូតខ្លួនឯងពេកហីអត់ទេអត់ទេឥឡូវនេះគឺខ្ញុំនឹងទៅធ្វើការសម្ភាសមនុស្សម្នាក់ដែលគាត់ជា player Mobile Legends ដែរចង់ដឹងថាគាត់ចូលចិត្តលេង hero អីហើយ hero ហ្នឹងស៊ីគ្នាមួយគាត់អត់តោះទៅមើលមួយខ្ញុំទាំងអស់គ្នាសួស្ដីបងចេះលេង Mobile Legends អត់ចឹងគេថាគេអត់ឆ្លើយទេគេថាអត់ទាន់កាត់សក់ហើយចឹងចាំកាត់សក់ហើយចាំចាប់មកថតវីដេអូសួស្ដីបងឯងចេះលេង Mobile Legends អត់ចេះឯងលេង hero អីដែរលេងអាកាម៉ា Franco មកឡើងស្អាតលេង hero ដូចឈួតសម្រាប់ថាវីដេអូរបស់ខ្ញុំគឺចប់តែប៉ុណ្្នឹងឯងអរគុណអ្នកនរគ្នាដែលបានតាមដានវីដេអូដ៏ប្រយោជន៍របស់ខ្ញុំអូយអេក្បាលស្អីចឹងឥឡូវនេះគឺមកដល់ខែថ្មីទៀតហើយ skin Starlight ក៏មកជាបដាដែរគឺបានទៅលើ Hero God ចឹងសម្រាប់អ្នកនរគ្នាដែលត្រូវការរកពេជ្រអី complete 100នៅ Cry Baby Store បានហ្នឹងក៏ចាប់ណែនាំគឺមានតែ2ទេហើយសម្រាប់កញ្ចប់មួយទៀតហ្នឹងគឺសម្រាប់អ្នកនរគ្នាដែលចង់បាន skin ក្នុងតម្លៃធូរថ្លៃប៉ុន្តែត្រូវរងចាំរយៈពេល8ថ្ងៃចឹងបើអ្នកនរគ្នាចង់បាន skin តម្លៃត្រឹមតែ$3កន្លះអាចឆាតជប់ page ដើម្បីធ្វើការ add friend ជាមួយនឹង admin បានចឹងចំពោះពីកញ្ចប់ទៀតហ្នឹងគឺអ្នកនរគ្នាអាចទិញខ្លួនឯងបានភ្លាមគឺតម្លៃត្រឹមតែ$3.99សេននឹងទទួលបាន303ពេជ្រហើយនឹងកញ្ចប់មួយទៀតគឺ$9.39សេននឹងទទួលបានពេជ្រចំនួន962ពេជ្រចឹងវីដេអូរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេចង់បាន skin complete ទៅនៅ Cry Baby Store បាយបាយ